Mà bà sự sẽ đây bằng ôn bà ngày này mà lên khang khai mình đôi cái bà tam đàn cho ca mà rách nước hàng bùi lúng bà trong sai mình đâu rúng khai mình đôi cái bà đại ban pra tam cảm thi sẽ bậc còng hay mà rách níคือบ้านอันวตามปัจจัยกติหนึ่งปราผลิตพอใส่ประกอบคือมวยชนะใหม่นะบ่าเป็นมวยระดับปีชนะเต่านี้หายมาเร็จนี่คือกดจับประดามโบแต่บอกผมนะอ๋อโบต่อหนี่บ่าโบท้ายโบพลายหายโบต่อหายปูแค่นี้คือเชียแค่ได้ยืงบานเตรียมดาวนะบ่าเตรียมดาวหลังวิ่งสำหรับระดับการทำไมนะเตรียมดาวจังsân ní mà khả năng thì mới trong bà hai thì mới ta mày tới mà lên thì mới bà chân cho cam rách cứ nó không khai một đôi cái này cứ miền cả đầm đỏ tràn mà bốn nó hơi cho cam rách này cứ chỉ cho cam rách mũi ta miền đồng hôm tây đây thống mà nó không khai một đôi cái đá hơi chia cho ca đại ban thái tôm tăng piชนามเตาไว้มาชนามไปเนี่ยจะมวยถึงแซ่บกล่องนะบ่ามวยมาขนาดนั้นมวยชนีบ่าจังจังบ่ายบางโอนที่จะแตะตรงกันนังการปลาจะมวยนังครูชนีบ่ายยังจะมวยอย่างมลบ่าจะได้บ่าในมีเนี่ยมือดับเนี่ยเนี่ยมือสมชัวมลกันนะชัวมลมลไม่ใช่แต่มเร็จเนี่ยนี่มันจะลงនៅសល់ហើយជា30000ជាងនៅសល់30000ជាងណាហើយមិនទៅដូចជាសហការជាមួយនឹងខាងសេះបកង់ដូចជាមួយឆ្នាំហ្នឹង2ឆ្នាំnăm nayហើយជាមួយនឹងក្រុមហ៊ុនសេះបកង់តែអត់ដែលបានបង្ហាញបងប្អូនទេថ្ងៃនេះមកអត់ដែរយើងមានអាមេរិកខ្មែរយើងនេះហើយអាមេរិក10000ជាងតិចហើយបូកម៉ាឡេ10000ណាអញ្ចឹងអាមេរិកខ្មែរអាមេរិកម៉ាយម៉ានមិនម្ដងទៀតសរុបទៅមកហើយ40000ជាងណាបងប្អូនហើយចការនេះគឺស្ថិតនៅខាងពូលូងក្រុងសែនមរងខេត្តមណ្ឌលគិរីហើយមិនទៅដូចជាបូតអស់មុនមានបូតបដាបងបូតអស់នេះបូតបដានេះនេះបូតណាបាទស្រីក្រោយនេះបាទនេះដើរជិះយើងបានដាក់ជីហើយមួយជើងយើងបានដាក់អីខ្លះមកដាក់អីខ្លះជីយើងមានដាក់ Medford ហើយនឹង15 Medford ណាបាទ Medford ដាក់ប៉ុន្មានបាទមក Medford យើងដាក់1គីឡូ Medford 1គីឡូ15យើងមកគុំយើង3គីឡូបាទមកគុំមកចលងគឺកន្លះគីឡូណាបងប្អូននេះគឺដើមនេះគឺបានបេះបូតទៅហើយបេះបូតលាងដើមមួយដែរបេះបូតហើយគាត់បានលាងដើមហើយដែរណាលាងដើមនេះបងប្អូននេះស្អាតដែរនេះគឺបេះបូតហើយចាប់ផ្ដើមដាក់ជីរួចហើយដែរគឺបានដាក់ Medford 1គីឡូជាមួយនឹងជី15បាទ15 SOP ហើយមុលបាញ់លាងដើមហើយដែរណាលាងហើយបងមានHCL បាយកាតហើយនឹងសេះសត្វអត់បាទអញ្ចឹងគាត់បានបាញ់លាងសម្អាតដែមដែរគឺ HCL មួយដប1លីត្រជាមួយនឹងស៊ីម៉ែតបារ៉ាកាត250បាទ HCL 1លីត្រស៊ីម៉ែតបារ៉ាកាត250មីលីលីត្រលាយជាមួយនឹងសត្វល្អិតណាបាទល្អិតទាំងប្រេងជំរាបនេះបាទព្រោះនៅពេលដែលយើងប្រមូលផលចាប់គឺយើងបានបាញ់សម្អាតដើមផងហើយនឹងយើងដាក់ជីណាបាទនេះនៅដាក់ជីទៅណាទៅនេះបង្ហាញជិះមើលនេះកាប់ឲ្យមុលហើយកាប់ដែរណានេះយើងដាក់ជីនេះម្ដុំនេះគាត់ដាក់ជីណានេះនោះជីនេះបាទទៅជីទៅដាក់ហើយទេណាបងប្អូននេះជីនេះជីបងប្អូនណាជីនៅពងបំបែកបំបែកហើយជា7ថ្ងៃទេបងជីបាទចាំបាន7ថ្ងៃទេណាហើយបាញ់សម្អាតដើមណាបាទគឺតកតនឹងការថែទាំអាមេរិកបងប្អូនដឹងហើយថាជាទូទៅយើងប្រមូលផលបូតនៅក្នុងខែ5នេះជាទូទៅរាល់ឆ្នាំហ្មងបាទបងពាក់កណ្ដាលខែ5ចូលខែនេះខ្ញុំរៀងយឺតតិចតាមពិតធម្មតាដល់ថ្ងៃទី20 25អីរួចរាល់ឆ្នាំនេះយឺតតិចបាទរួចរាល់ហើយមិនទៅតកតងនឹងសុខភាពអាមេរិកតាំងពីធ្វើការមួយខាងសេបកង់ប្រឹក្សាបច្ចេកទេសមួយកន្លងអីមកមិនដែរមើលទៅឆ្នាំនេះអាមេរិកយើងភាសាច្រើនហើយកន្លងមកប្រឈមអីគេមុនទៅនេះបងនិយាយទៅរយៈមុនយើងប្រឈមបញ្ហាគឺមានដួងវាស៊ីប្រព័ន្ធខាងក្រោមស៊ីគោលណាប្រមូលផលហើយស្លឹក
นี่ก็ส่งเพียบยอดอ๋อ សុខភាពអត់ល្អណាតែឆ្នាំនេះយើង ឆ្នាំនេះយើងបានកម្ចាត់វាការពារវាឲ្យប្រើមួយសេះកង់អត់បាន អូខេមើលឲ្យនិយាយពីបទពិសោធន៍កំចាត់ដួងតិចមើលឥឡូវដួងមិនទៅដួង និយាយទៅដួងនេះ ខ្លាំងមកណា ខ្លាំងហ្មងនិយាយទៅយើងប្រើ ប្រើមិនខ្លាំងមកដួង បើយើងប្រើពីវិធីសាស្ត្រកម្ចាត់វាយើងមានថ្នាំពុលប្រើមួយសេះកង់មាន M59 នោះ M59 មួយ បាទហើយយើងបូកជាមួយនឹង អូខេ CVAA ដើម្បីបង្កើត អ វានោះ បាទ អញ្ចឹងកន្លងមកដោយសារ យើងធ្វើអត់បានកំប៉ុស្តគ្រប់គ្រាន់និយាយទៅ ណែបងប្អូនណាខ្ញុំនិយាយពីប្រវត្តិតិចដោយសារនៅចការនេះគាត់ប្រើអាចគោច្រើនធម្មតាបងប្អូនដឹងហើយអាចគោ គោស្រស់ អាចគោស្រស់ផងហើយនឹងអត់បានកាច់កំប៉ុស្តបានល្អផងធ្វើឲ្យតរ៉េនសំទោសជាប់មាត់តរ៉េនធ្វើឲ្យអាមេរិករបស់គាត់នេះគឺតកតនឹងកើតកើតហ្នឹងមុលបាត់ពិសោធន៍មិញគឺ និយាយទៅយើងប្រើឆ្នាំដំបូងអីពីឆ្នាំដំបូងហ្មងចូលឆ្នាំទីចុងឆ្នាំទី2ទី3 យើងចាប់ផ្ដើមចេញមកនិយាយទៅវានៅខាងបងវាស៊ីគុលវាស៊ីតគុលក្នុងក្រុមហ្នឹងទេវាស៊ីផ្ដាច់យកហ្មងផ្ដាច់ចោលមកដើមហ្មងពីច្រើនយើងមើលទៅយើងមើលអត់ដឹងថានេះវាស៊ីផ្ដាច់យកហ្មង នឹងមានន័យថាតើតាវាឃើញលោតតែលឿងឆ្លឹកលឿងដើមហើយបានគាត់ មានដូចថាចាយរំគល់ចាយរំគល់វាលឿងវាអត់អីវានៅធម្មតាដល់ពេលអាដួងនេះវាស៊ីផ្ដាច់ងាប់យកហ្មង អញ្ចឹងកន្លងមកយើងប្រើទី1គឺ M59 បាទ M59 1លីត្រ 1លីត្រ CVAA 1លីត្រប ូកនឹងដុកទ័រឬ1លីត្រ បាទដុកទ័រឬ1លីត្រគឺចាក់នេះប្រើប៉ុន្មានដងមកប្រហែលជាប៉ុន្មានដង និយាយទៅខ្ញុំចាក់មកចលង2លីត្រកន្លះ មកជុំ 3លីត្រ 3លីត្រប៉ុន្តែចាក់ទៅប៉ុន្មានដងបានងាប់ស្អាតចាក់2ដងណាឥឡូវនេះគឺអាចមើលទៅថាត្រាដែលអាចគ្រប់គ្រងបានប៉ុន្មាន%បាទ នេះបងនិយាយទៅបានប្រហែលជា80-90% ឆ្នាំก่อนបាទអត់មានទេតែឆែកមើលអស់និយាយទៅ ដែលអាចឆែកមើលណាអញ្ចឹងតកតនឹងបងប្អូនណាតកតនឹងបញ្ហាដួងណាចការនេះអាមេរិកនេះគឺកើតដួងច្រើនដោយសារ ដួងគុំឡុក ដួងគ្រប់ម្លុកណាអញ្ចឹងរូបមន្តនៃការកម្ចាត់ដួងឬក៏កម្ចាត់ចៃសគល់នេះព្រោះពួកនេះគឺកើតនឹងដីណាកាលណាតែកើតនឹងដីមានន័យថាម៉េចទេនេះបង្ហាញទៅមើលវានេះបង្ហាញទៅមើលនេះ តកងដួងកាលណាតកើតដីទី1វាទៅស៊ីកកេនេះ ពីស៊ីអត់វា កាលណាតែមកស៊ីកកេប្រព័ន្ធរឹសនេះមកជុំវាអាចនឹងស៊ីផ្ដាច់កាលណាផ្ដាច់វាងាយងាប់ម្ដងដើមមកតងនឹងតែម្ដង អញ្ចឹងមានថាយើងមកដឹងទេតើវាស៊ីអស់តើដើម ជាអាការៈឲ្យយើងឃើញមានថាវាចាប់ដើមលឿងស្លឹកសពូនស្លឹកតែម្ដង អានឹងហូបពេលបាត់មែនទេ ហូបឲ្យបង អានឹងហូបពេលបាត់ហើយអញ្ចឹងណាបងប្អូនអញ្ចឹងវាតកតនឹង និយាយ បញ្ បើ ហា វាស៊ីត្រឹមកកេសបដើមតិចអត់សូវអីហ្មងយើងមើលអត់សូវដឹងទេនៅលឿងនៅខៀវធម្មតាតែចាប់ដើមស៊ីផ្ដាច់អស់ ក៏ហមទៅវាហើយអញ្ចឹងនេះជាបទពិសោធន៍មួយហើយខ្ញុំបញ្ជាក់ឡើងវិញតកតនឹងការកាត់ដួងនេះដោយសារចការកន្លងមកគឺគាត់ប្រើលំមុខគោអាចគោណាហើយមួយទៀតតកតនឹងកាលណាតែយើងប្រើលំមុខគោវាអាចមកតាមព្រោះអាហ្នឹងវាដួងណាវាកើតចេញពីអាចគោហើយនឹងកាច់កំប៉ុស្តអត់ល្អហើយមួយទៀតគឺនៅពេលដែលយើងប្រើទៅគឺយើងអត់បានគេហៅកាច់ជាកំប៉ុស្ត sterile អីទៅវាធ្វើឲ្យការកកើតដួងហ្នឹងច្រើនហើយពិបាកក្នុងការកម្ចាត់ណាហើយអ្វីដែលយើងកម្ចាត់បាននេះគឺយើងប្រើតកតនឹងពួក M59 អាបា 3.6 1លីត្របូកជាមួយនឹង CVTA មក CVTA គឺយើងបញ្ចេញឫសផងជួយចេញឫសថ្មីណាបាទបូកជាមួយនឹងដុកទ័រឫសណាដុកទ័រឫសគឺជួយការពារជំងឺណាផ្សះមកដួងស៊ីណាហើយអាមេរិកនេះបងប្អូនដឹងហើយថាជាប្រភេទថ្នាំមួយដែលងាយ stress ដែរណាងាយ stress ងាយអាឡេសតងងាយប្រឈមនឹងជំងឺពួកថប់ណាបាទអញ្ចឹងកាលណាតែកើតដួងផងកើតចៃគល់ផងអាការកកើតជំងឺហ្នឹងក៏ខ្លាំងព្រោះមកពេលដែលវាស៊ីវាមានមុខរបួស ហើយបងហ្នឹងវាជ្រាប កាលណារបួសបាទកើតជារលួយដើមរលួយជំងឺថប់ណាបាទថប់អញ្ចឹងចការអាមេរិកនេះគឺតាមពិតទៅយើងអត់ដែលបានបង្ហាញបងប្អូនទេប្រើមួយឆ្នាំហើយមករដូវណាបាទរដូវនេះឆ្នាំនេះឆ្នាំទី2ហ្នឹងមកឡើយ ទី2បងទី2 ឆ្នាំនេះជាឆ្នាំទី2ហើយទាំង ចាប់ដើមវគ្គថ្មី បាទវគ្គថ្មីអញ្ចឹងកំងអីខ្លះមកហើយមួយរយៈនេះ និយាយទៅយើងមានកំងជីបូកនឹងឆ្នាំសម្រាប់បាញ់យាងដើម បាទ បូកនឹងធៀមមួយទៀតចាប់យាងដើមចេញត្រួយ បាទបញ្ចេញត្រួយណាបញ្ចេញត្រួយបញ្ចេញផ្កាថែទាំប្រដិបផ្លែណាដិបណា នៅដំណាក់កាលទៀតបង អូខេអញ្ចឹងមើលសនីមានអីសង្ខេបមើលរាក់ទៅនឹងរូបមន្តទៅលើដំណាំអាមេរិកឥឡូវឲ្យធ្វើការទៅលើអាមេរិកច្រើនណាបាទ ចង់ចែកលេខទៅរូបមន្តសម្រាប់ការ
ក្រៅពីប្រមូលផលឬក៏បូតរួចចឹងខាងសិប្បកម្មយើងសូមណែនាំផលិតផល3បាទសម្រាប់ការលាងដើមទី1ស៊ីមេបារកាត250អំបិលសម្រាប់ទឹក1000លីត្រ Fixil 1លីត្រជាមួយនឹងសេះសាឡាត់1លីត្របាទសម្រាប់ទឹក1000លីត្រហើយបាញ់ចំអាតដូចគេហ្នឹងគោលដៅវាគេគោលដៅគឺដើម្បីបេះមើលស្លឹកច្រេះស្លឹកនេះបាទណែព្រោះច្រេះស្ងួតហ្នឹងបាទស្ងួតព្រោះវាកណ្ដាតាវានៅតែរីករាលដាលអញ្ចឹងវាបន្តទៅលើស្លឹកកោសកាខ្ចីឬស្លឹកខ្ចីមួយចំនួនរឿងទី1រឿងទី2វាជួយទៅសាច់មេឃឧទាហរណ៍ថាបើយើងបូតឬក៏អ្នកបូតគាត់បូតទៅវាទាញក្រិចមេឃមួយចំនួនហើយនឹងស្ពរនេះផ្នែកខាងក្នុងនេះជាប់ផ្នែកខាងក្នុងនេះគឺជួយទៅឲ្យវាងាយស្ងួតលឿនមិនឲ្យវាឆ្លងនៅរដូវវស្សាហើយទី3សេះសាឡាត់គឺគោលបំណងគឺសម្អាតទៅលើមុខពងឬក៏សាឡាត់មួយចំនួនគឺចៃសកើតនៅលើស្លឹកស្ទាប់ស្លឹកពីក្រោមនេះអញ្ចឹងវាមាន3ចំណុចនេះអូខេហើយដាក់ជីសិប្បកម្មក៏យើងមានការដាក់ជីផ្នែកខាងក្រោមដោយប្រើជីសរីរាង្គ Melford ជាមួយនឹងជាមួយនឹង15 SOP តម្រង់គ្មានអំបិលព្រោះខ្ញុំដឹងថាអាមេរិកជាទូទៅវាងាយនឹងតុកសិចជាមួយនឹងអំបិលវាអត់ខុសពីត្រេនអញ្ចឹងមកយើង recommend ការប្រើ15 SOP អូខេអញ្ចឹងមួយទៀតតាក់ទងទៅនឹងយើងកន្លងមកក្រៅពីដួងគល់ចូលគល់យើងមានអីទៅចៃសដែរបងចៃសមិនដែរវាយើងឆ្នាំនេះកម្រិតការគ្រប់គ្រងចៃឆ្នាំនេះនៅនេះអត់ចៃសទៅអត់មានទេបើកាលមុនមានចៃសណាចៃសបាទហើយនឹងចៃខ្យងចុះចៃខ្យងមួយទៀតចៃខ្យងបងចៃខ្យងទៅអត់អីដែរណែចៃកមុនចៃកមុនងាយបងងាយកម្ចាត់ទេអូខេសំខាន់ក៏ចៃរំគល់នឹងក្រចៃរំគល់ណានេះថាចៃសក៏ពេលដែលវាយើងចេញផ្កាមកមានក្តឹបនឹងចាប់ដើមកើតមានចៃសអូខេចៃសហើយយើងប្រើវាយស្អាតទេអីខ្លះឆ្នាំនេះប្រើឆ្នាំទៅខ្ញុំកម្ចាត់វាមានM59 បូកជាមួយនឹងចាវលីនចាវលីនដូចជា3កញ្ចប់3ខាំពី M59 មួយនេះមានព្រៃជំរាបព្រៃជំរាបបាញ់វាហើយពីសាអីបាទដែរចឹងចៃឆ្នាំនេះបើពេលពោះអាមេរិកនេះយើងបេះប្រមូលផលខ្ចីផងដែរបើនិយាយប្រវត្តិពីប្រមូលផលខ្ចីមើលគេត្រូវការមិនចាស់ទីផ្សារកន្លងមកទៅទីផ្សារអាមេរិកខ្ចីគេត្រូវការផ្លែបើសិនជាម៉ាឡេទៅគូវែងហើយសំខាន់ផុតគឺចៃសអត់មានអត់សត្វល្អិតអត់មានណាសត្វល្អិតពេញសាច់ជាប់អាហ្នឹងទៀតគេយើងរើសតិចហ្នឹងចឹងឆ្នាំកន្លងទៅនេះយើងបេះដូចបេះអាមេរិកខ្ចីច្រើនណាស់សម្រាប់ហើយគោលដៅឆ្នាំនេះគឺខ្ញុំធ្វើម៉ាឡេនោះបានការជាមួយទៅទៀតមកទៅមើលម៉ាឡេទៅមើលតើមើលយើងនេះការពារដែរជាពិសេសចៃសហ្នឹងឥឡូវទៅមើលដើមម៉ាឡេបងប្អូនណាម៉ាឡេពោះឆ្នាំនេះគាត់បានថែទាំម៉ាឡេសម្រាប់ត្រៀមផលិតផ្លែប្រមូលផលផ្លែខ្ចីសម្រាប់បងប្អូនដែលនិយមចូលចិត្តឆាចូលចិត្តឆាគ្រឿងសមុទ្រណាបាទឆាមឹកជាមួយនឹងម្រេចខ្ចីណាបាទថ្ងៃនេះមកបង្ហាញបងប្អូនអ្នកកន្លែងចការម្រេចផលិតម្រេចខ្ចីបងប្អូនណាបងប្អូនធ្លាប់ទៅសមុទ្រអីកំងមឹកឆាម្រេចខ្ចីអីណាបាទនេះកន្លែងផលិតចការផលិតម្រេចបងប្អូនណានេះបាទម្រេចម៉ាឡេណាម្រេចអានេះគ្រោងនេះដែរមកនេះអានេះបេះខ្ចីដែរគ្រោងគ្រោងខ្ចីណាឆ្នាំនេះទៅ10000ជាងវិញណាបាទតាទៅមុខទៀតណាបាទម្រេចម៉ាឡេបាទត្រៀមប្រមូលផលម្រេចម៉ាឡេផ្លែខ្ចីបងប្អូនណាអានេះប្រហែលអាចប្រមូលផលបណ្ដាប៉ុន្មានទៀតនេះឡើងក្តាប់ហ្នឹងគាត់ថាឡើងក្តាប់ហ្នឹងគាត់ថាប្រហែលជាចុងខែ7ហើយអាចប្រមូលផលដែរបងប្អូនណាបាទកសិកម្មបងប្អូនណានៅវិជ្ជការទេនេះបាទ
ចឹងពងត្រៀមបាទចុងខែនេះបងប្អូនណាចុងខែ7គាត់ថាចុងខែ7អាចប្រមូលផលបាននៅម្រេចខ្ចីណាបាទហើយពួកជក់ហ្នឹងគេហៅពួកគេហៅស្រឹងជក់ពួកបងប្អូនខ្លះគេហៅពួកអីហ្វាវចិនបាទពួកជក់ផ្លែណាបាទជក់ក្តឹបវាណានេះបងប្អូនណានេះណែនត្រៀមមកផលមើលនេះនេះងើពីថែតមមកពួកនេះបងប្អូនណាអញ្ចឹងនេះពូប្រភេទម្រេចម្លេហើយចំការនេះគឺភាគច្រើនគឺម្លេប្រមូលផលខ្ចីទាំងអស់ហើយមើលភាគច្រើនណាបងនិយាយទៅមករកការខ្ចីមិនសិនជានេះអាចមាននេះមានម៉ួយនងវាយទាំងអស់ណាបាទចាប់ផ្ដើមបងប្អូនមើលមានក្តាប់លោតក្តាប់ព្រាតហ្នឹងបាទបើមានម៉ួយគឺប្រមូលខ្ចីហ្នឹងណាណាបាទខ្ចីវាអីវាធ្ងន់តែបានលុយលឿនណាមួយងាយស្រួលយើងទៀតប្រមូលទុំវាខ្ចីចុកច្រើនដល់អញត្រៀងกระดาษទៅខ្លាំងមិនរេចទេលោកនេះបងប្អូនណាអូខេទៀតហើយមើលនេះវាចេញមកអុកមកអុកមកយើងមកទឹកជាងអីទៀតមិនប៉ុនក្តាប់យកហ្នឹងតហើយនេះមានច្រើនចឹងបងប្អូនដែលត្រូវការម្រេចអីណានេះម្រេចម៉ូយភាគច្រើនម៉ូយពេញហ៎កាមុនទូទៅណាបាទបងប្អូនដែលត្រូវការម្រេចខ្ចីអីប្រហែលជាចុងខែណាខែ7អីហ្នឹងមានម្រេចខ្ចីបងប្អូនណាម្រេចម្លេសម្រាប់ឆាបាទនេះអ្នកផលិតម្រេចផលិតសម្រាប់ការផ្គត់ផ្គង់នៅក្នុងស្រុកបងប្អូនណាមានតម្រូវការម្រេចខ្ចីអីមិន10ទេថ្ងៃទីម៉ានយើងមកថ្ងៃទី1ចូលនេះថ្ងៃទី1ខែដល់bằngចឹងមកនេះណាអត់ទាន់ចិត្តមួយខែចិត្តមួយខែមកខ្ញុំមកជួបមុលឯងទៅជាថ្ងៃទី1 2 2ទៅនេះខ្ញុំកាលហ្នឹងមកមួយសនីដែរណានេះមើលនេះណែនណានេះបងប្អូនម្រេចបងប្អូនដែលដាំដុះម្រេចអាចតាក់ទងជាមួយនឹងគ្រូខាងសេះបកង់ជាមួយនឹងគ្រូសូនីហើយបងប្អូនដែលត្រូវការម្រេចខ្ចីអីនៅចុងខែពាក់កណ្ដាលខែ7ចុងខែ7អីអាចមកតាក់ទងនៅចការមណ្ឌលគិរីណាបាទឆ្នាំនេះទៅម្លេះឆ្នាំទៅខ្ញុំធ្វើដល់ទៅត្រូវវាចំខ្យល់ហើយក្តៅចាំមិនត្រូវមិនវាលឿនហ្នឹងមិនទីមួយយើងបានចេញសក់ហើយណាមួយយើងបានប្រើមួយលើផលសេះទេមួយឆ្នាំទៅខ្ញុំប្រើផ្សេងហ្នឹងផលផ្សេងហ្នឹងវាត្រូវគ្នាការខ្លីៗឆ្នាំនេះវិញគ្រាន់បានទូយកបានអូខេ